ស្អីបងប្អូនទាំងអស់គ្នាដែលធៀមប្រឡងបាក់ឌុបឆ្នាំ2025ចឹងលើនេះខ្ញុំបង្កើតក្រុម2025ហ្នឹងសម្រាប់ទាយឯកសារក៏ដូចជាព័ត៌មានមួយចំនួនពាក់ព័ន្ធជាមួយនឹងការប្រឡងបាក់ឌុបដោយសារនេះយើងដឹងហើយបាក់ឌុបគឺដល់ថ្ងៃប្រឡងថ្ងៃ18 19សីហាចឹងនៅសល់ប្រហែលខែទៅចឹងយើងត្រូវការត្រៀមខ្លួនពេលឡើងហ្នឹងទៅដើម្បីទទួលបានលទ្ធផលល្អពេលចិត្តប្រឡងចឹងអ្នកទាំងគ្នាអាចចូលក្នុងក្រុមនឹងបានណានេះអាច scan QR code ហ្នឹងក៏បានឬក៏ចូលនៅក្នុង comment ទៅខ្ញុំដាក់ link ឲ្យហើយចូលនៅក្នុងក្រុមហ្នឹងឲ្យហើយមកមាន tip ពេលដែលចិត្តប្រឡងអីខ្ញុំអាច send tip ទៅបានអញ្ចឹងទៅហើយនេះនេះឆ្នាំមុនតែមានបងប្អូនយើងជោគជ័យជាច្រើនក្រុមហ្នឹងមានទាំងឯកសារមានតែខ្ញុំ send ទៅផ្ទាល់ហើយនឹង file មួយចំនួនអញ្ចឹងណាដោយសារតែពេលខ្លះហ្នឹងទៅTelegram វាងាយស្រួលយើងប្រាប់ថាត្រូវមើលវីដេអូណាអញ្ចឹងណាដើម្បីឲ្យ flow យើងកាន់តែលឿនពាក់ព័ន្ធឲ្យចំណែកគ្នាយើងដែលគាត់ត្រៀមប្រឡងប៉ែតក៏អាចscan ចូលបាក់ឌុបឲ្យប្រឡងប៉ែតក៏យើងអាច scan ចូលនេះចូលគ្រប់ប្រឡងប៉ែតដើម្បីដឹងព័ត៌មានដោយសារតែអាចនឹងអស់ stock ដូចជាឯកសារឡើយនេះក៏អត់មាន stock ទៀតទេដល់តែខ្ញុំបើកម្ដងទៀតនៅខែ7ចុះយើងអាចចូលក្នុងក្រុមណាហើយអញ្ចឹងណាហើយបើសិនបើអ្នកនរនេះចង់ស្គាល់ខ្ញុំហើយកុំភ្លេចចូលនៅក្នុងនេះឲ្យ Facebook page របស់ខ្ញុំអាចចូលទៅជួយlike follow អញ្ចឹងណាហើយនេះក៏ជា YouTube ដែរ YouTube នេះគឺនិយាយពាក់ព័ន្ធជាមួយបាក់ឌុបសុទ្ធហ្មងបើ channel ហ្នឹងគឺខ្ញុំនិយាយពីពេទ្យហៅបាក់ឌុបហៅអញ្ចឹងពេលខ្លះអាចអ្នកពិបាកអញ្ចឹងណាតែក្នុងគ្រប់នេះគឺបាក់ឌុបមានសារសម្គាល់ហើយធ្វើម៉េចក៏ឲ្យយើងខុសសារសម្គាល់សារអីអញ្ចឹងទៅអញ្ចឹងវា better សម្រាប់យើងក្នុងការ improve ខ្លួនឯងហ៊ានកាត់បន្ថយ mistake ម្ដងតិចអញ្ចឹងណាសម្រាប់ការប្រឡងហើយមួយទៀតនេះ achievement របស់ខ្ញុំ2021វាយូរហើយបច្ចុប្បន្នជានិស្សិតពេទ្យនៅសាលាក្រហមអាហារូបករណ៍ផ្នែកវិទ្យាសាស្ត្រអញ្ចឹងដល់តែអាចចង់តាមដានអីអាចចូលនៅក្នុងនេះ Facebook ផ្ទាល់របស់ខ្ញុំ yes ហើយនៅក្នុងហ្នឹងឆ្នាំនេះខ្ញុំអាចនឹងបង្កើត discussion ទេ Q&A នៅកន្លែងក្នុងក្រុមទេបាក់ឌុបយើងអញ្ចឹងណាបើអាចមានពេលអូខេអញ្ចឹងនៅក្នុងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេចឹងអ្នកនរគ្នាអាចអឺគ្រប់បាក់ឌុបនេះដើម្បីទាញឯកសារដើម្បីអីអាច scan QR code ហ្នឹងឬក៏ចូលក្នុង comment ឲ្យខ្ញុំដាក់ link តាមហ្នឹងឯងអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺមានប៉ុណ្្នឹងឯង